កំពុងតែប្រដេញហើយគឺខ្សែទឹកខាងក្រៅតែយកដេកជួសែនជ័យបារមីកំពុងស្បូវមកពីខេត្តកំពង់ធំបាននាំមុខដាច់តែម្ដងពាក់ស្លាកលេខ218នាំមុខទៅលើនាគរាជមកពីខណ្ឌពោធិ៍សែនជ័យចំណែកឯគូទី109ខ្សែទឹកខាងក្នុងតាអោកដេកជោសែនជ័យបារមីកំពុងស្បូវខេត្តកំពង់ធំប្រាសាទសម្បូរដែលស្ថិតនៅខ្សែទឹកខាងក្នុងកំពុងតែដាច់គូប្រកួតទៅលើនាគរាជបាទនាគរាជដែលស្ថិតនៅខ្សែទឹកខាងក្រៅពូនភ្នំពោធិ៍សែនជ័យរាជធានីភ្នំពេញក៏ប៉ុន្តែពេលនេះឃើញថាតាអោកដេកជោសែនជ័យបារមីកំពុងស្បូវកំពុងធំពាក់ផ្លាកលេខ218ដែលបានឈ្នះគូប្រកួតដាច់តែម្ដងគឺនាគរាជ